គោរពជូនឯកឧត្តមអភិបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃកម្មវត្ថុស្ដីពីករណីរដ្ឋបាលខេត្តស្រះកែវតវ៉ាចំពោះការសាងសង់ជំរកបណ្ដោះអាសន្នឈូឆាយតំបន់ជុំវិញហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្ដុំនៅតំបន់ដែលទាមទារនៅចំណុច TA 52 12 30 ស្ថិតនៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យយោងលិខិតលេខសក0018.2 208 ចុះថ្ងៃទី24ខែកញ្ញាឆ្នាំ2025របស់សាលាខេត្តស្រះកែវព្រះរាជាណាចក្រថៃសេចក្តីដូចមានចែងនៅក្នុងកម្មវត្ថុយោងខាងលើខ្ញុំសូមជម្រាបជូនឯកឧត្តមអភិបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃជ្រាបថាទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ាគឺស្ថិតនៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលទីតាំងខាងលើនេះប្រជាពលរដ្ឋកម្ពុជារស់នៅកាន់កាប់និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ2000ក្នុងន័យនេះរដ្ឋបាលខេត្តបន្ទាយមានជ័យសូមធ្វើការបញ្ជាក់ជូនថាជំរកបណ្ដោះអាសន្ននេះត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេលនៃមានការប៉ះទង្គិចនាពេលកន្លងមកដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានាម្យ៉ាងវិញទៀតរដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ឡើងវិញថាសកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្ដុំនៅតំបន់ខាងលើគឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លីស្រែចម្ការនិងទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះបន្ថែមពីនេះប្រជាពលរដ្ឋដែលកំពុងតែតាំងទីលំនៅក្នុងជំរកបណ្ដោះអាសន្នខាងលើនេះគឺជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយបន្លាលួសសំណាញ់ខ្មៅរនាំងនិងដាក់កង់ឡានដែលនាំឲ្យពួកគាត់បាត់បង់ទីជំរកជាអចិន្ត្រៃយ៍និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទីតាំងខាងលើបញ្ហានេះបានបង្ហាញឲ្យឃើញពីភាពស្មុគស្មាញនិងការលំបាកនៅក្នុងការដោះស្រាយបញ្ហាព្រំដែនដែលទាមទារឲ្យមានការគោរពកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយណាដែលភាគីទាំងពីរមានភាពឯកភាពគ្នាកន្លងមកទន្ទឹមនេះរដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ជាថ្មីថារដ្ឋបាលខេត្តយើងទាំងពីរមានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានខណ្ឌសីមាព្រំដែនរួចរាល់នោះទេយោងតាម MOU ឆ្នាំ2000កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ភាគីទាំងសងខាងបានឯកភាពគ្នារក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់រដ្ឋបាលខេត្តបន្ទាយមានជ័យសូមប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរពលគឺត្រូវរងចាំលទ្ធផលនៃកិច្ចប្រជុំ JBC ក្នុងន័យនេះដើម្បីបន្ធូរបន្ថយភាពតានតឹងនិងរងចាំដំណោះស្រាយរបស់ JBC រដ្ឋបាលខេត្តយើងទាំងពីរបន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីគ្រប់គ្រងស្ថានភាពនៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធីរួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទនិងបង្កើនភាពតានតឹងអាស្រ័យហេតុនេះសូមឯកឧត្តមអភិបាលខេត្តមេត្តាជ្រាបនិងសូមអត់ធ្មត់និងរងចាំការដោះស្រាយរបស់គណៈកម្មការចម្រុះព្រំដែនខណ្ឌសីមាគោក JBC កម្ពុជាថៃធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែនហើយនៅក្នុងអំឡុងពេលរងចាំនេះសូមឯកឧត្តមអភិបាលខេត្តមេត្តាចូលរួមសហការក្នុងស្មារតីមិត្តភាពនិងភាពជាអ្នកជិតខាងល្អដើម្បីជៀសវាងការបង្កើតភាពតានតឹងនិងផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរសូមឯកឧត្តមអភិបាលខេត្តទទួលនៅសេចក្តីគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំអភិបាលខេត្តហត្ថលេខានឹងត្រាអ៊ុំរាត្រី